សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាប្រទេសខ្លះចង់មើលងាយកម្ពុជាដោយគិតថាកម្ពុជាពឹងលើទីផ្សារខ្លួនស្រាប់តែបិទច្រកព្រំដែនជាមួយកម្ពុជាទាំងស្រុងដោយយល់ថាបិទច្រកហើយនឹងធ្វើឲ្យកម្ពុជាលំបាកតែផ្ទុយទៅវិញបែរជាការលំបាកធ្លាក់លើប្រជាជនខ្លួនទៅវិញបើទោះបីជាសម្ដេចធិបតីមិនបានបញ្ជាក់ឈ្មោះប្រទេសនោះក៏យើងអាចដឹងបានថាសម្ដេចធិបតីចង់សម្ដៅទៅកាន់ប្រទេសថៃដែលកំពុងមានកម្ដៅលើបញ្ហាព្រំដែនជាមួយកម្ពុជាថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិលើកទី20ស្ថិតនៅឃុំក្រាំងធ្នងស្រុកបាទីខេត្តតាកែវនាព្រឹកថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះសម្ដេចធិបតីហ៊ុនម៉ាណែតបានគូបញ្ជាក់ថាទោះបីជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃត្រូវអូសបន្លាយរយៈពេលវែងយ៉ាងណាក៏ដោយសម្រាប់កម្ពុជានៅតែធានាបាននៅសន្តិសុខស្បៀងជូនដល់ប្រជាពលរដ្ឋដដែលក្នុងនោះសម្ដេចធិបតីបានបញ្ជាក់បន្ថែមថាកត្តាមួយសំខាន់នៃការធានាបាននិងបង្កលក្ខណៈសន្តិសុខស្បៀងគឺសន្តិភាពនិងគោលនយោបាយច្បាស់លាស់ខណៈដែលរាជរដ្ឋាភិបាលច្រើនអាណត្តិតាំងពីអាណត្តិមុនមកដល់អាណត្តិនេះបន្តអនុគ្រោះទៅលើវិស័យឯកជនធ្វើការងារក្នុងវិស័យកសិកម្មដែលរដ្ឋាភិបាលបានជួយជាច្រើនរួមទាំងកសាងប្រព័ន្ធធារាសាស្ត្រជាដើមបន្ថែមលើនេះសម្ដេចធិបតីបានបញ្ជាក់បន្ថែមថាការគិតគូររបស់រាជរដ្ឋាភិបាលមិនត្រឹមតែវិស័យកសិកម្មដែលជាលក្ខណៈដាំដុះតែដំណាំទេការធ្វើនេសាទការដាំជាលក្ខណៈយុទ្ធសាស្ត្រដូចជាដំណាំកៅស៊ូកែច្នៃផ្សេងដំណាំរួមផ្សំការចិញ្ចឹមសត្វក៏រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដែរធ្វើយ៉ាងណាធានានៅសន្តិសុខស្បៀងផ្ទៃក្នុងរបស់កម្ពុជាពិតណាស់កម្ពុជាមិនបិទនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងរួមទាំងប្រទេសជិតខាងទាំងវិស័យកសិកម្មនិងវិស័យផ្សេងប៉ុន្តែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការធានាផ្ទៃក្នុងរបស់ខ្លួនឥឡូវតើយើងបើកយ៉ាងម៉េចបើយើងមិនដឹងនិយាយជាមួយពីណាគេផងនេះគ្រាន់តែលិខិតមួយនឹង4នាក់ចេញមកនិយាយខុសគ្នាចេញលិខិតនឹងមកចេញមកភ្លាមខ្ញុំដាក់សារទៅបដិសេធតាម Facebook ថាយើងប្រកាសចំហបែបនេះសោនៅខាងនោះធ្វើទៅស្រាប់តែអ្នកនាំពាក្យកងទ័ពថៃចេញមកថាគឺការជជែកគ្នាផ្ទៃក្នុងផ្អែកមកពីការព្រោះអីចឹងទៅហើយក៏បាន communicate បញ្ជូនព័ត៌មានទៅវិញទៅមកមួយភាគីកម្ពុជាសុំឲ្យបើកបណ្ដោះអាសន្នដើម្បីឲ្យរថយន្តចេញចូលហើយជាពិសេសរថយន្តដែលនៅជាប់នៅថៃកម្ពុជាចូលមកដើម្បីដោះអាហ្នឹងគេទទួលថាគេបញ្ជូនមកតែកម្ពុជាបដិសេធចឹងកម្ពុជាអាក្រក់មួយទៅស្រាប់តែបញ្ញរដ្ឋមន្ត្រីកម្ពុជាថៃចេញមកថាយើងអាចបានបញ្ជូនទៅទេមួយថាបញ្ជូនយើងមិនឆ្លើយមួយថាមិនបញ្ជូនល្ងាចទៀតមានព័ត៌មានថាអត់ទេអាកាសែតហ្នឹងបោកទេអាព័ត៌មានហ្នឹងអាឯកសារហ្នឹងគឺ fake ហើយម្សិលមិញនេះស្រាប់តែចេញមកទៀតថាឯកសារហ្នឹងអត់ fake ទេតែវាលេចធ្លាយឥឡូវឲ្យខ្ញុំយកពីណាជាគូលរដ្ឋាភិបាលខ្មែរទៅលោតតាមយ៉ាងម៉េចខេមពពព័ត៌មានថ្មីគ្រប់វិនាទី